មិត្តទស្សនិកជនជាទីមេត្រីយើងបន្តព្រឹត្តិការណ៍មួយទៀតបាននៅក្នុងបរិវេណនៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងសមិទ្ធផលនានានិងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងស្នងការដ្ឋានខេត្តតាកែវកាលពីព្រឹកថ្ងៃទី27ខែមីនាឆ្នាំ2025នេះអាយដាមនាយឧត្តមសេនីយ៍ខេងសុមេតអគ្គស្នងការរងតំណាងដល់ខ្ពង់ខ្ពស់អាយដាមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិនិងលោកឧត្តមសេនីយ៍តូម៉ែនលីស្នងការនគរបាលខេត្តតាកែវអញ្ជើញជាអធិបតីនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងស្នងការដ្ឋាននគរបាលខេត្តតាកែវនៅក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់អាយដាមលោកជំទាវលោកស្រីអ្នកអុកញ៉ាលោកអុកញ៉ាប្រធានមន្ទីរអង្គភាពជំនាញខេត្តស្នងការរងអធិការនគរបាលក្រុងស្រុកលោកនាយការិយាល័យជំនាញនិងបងប្អូនអាជីវករព្រមទាំងសប្បុរសជនចូលរួមអបអរសាទរជាច្រើនផងដែរសមិទ្ធផលទាំងនេះគឺបានកើតឡើងបន្ទាប់ពីលោកឧត្តមសេនីយ៍តូម៉ែនលីបានឡើងកាន់តំណែងជាស្នងការដ្ឋាននគរបាលខេត្តតាកែវនឹងបានរៀបចំពិធីនេះទៅតាមសាសនាដើម្បីសូមសេចក្តីសុខចម្រើនពីម្ចាស់ទឹកម្ចាស់ដីអ្នកដែលថែរក្សានៅទឹកដីនៃខេត្តតាកែវនេះដើម្បីសាងសង់នៅហេដ្ឋារចនាសម្ព័ន្ធនិងសមិទ្ធផលនានានៅក្នុងបរិវេណនៃស្នងការដ្ឋាននគរបាលខេត្តតាកែវរបស់យើងនៅក្នុងឆ្នាំ2025ការកសាងនេះផងដែររួមមានអគារស្នាក់នៅរបស់កងកម្លាំងអន្តរាគមន៍ពិសេសអគារផ្ទះបាយអគារស្នាក់នៅកងកម្លាំងផលិតអគ្គីភ័យរោងចំណតរថយន្តអគ្គីភ័យរោងសម្រាប់ដាក់រថយន្តសរ៉ែនបន្ទប់ទឹកអនាម័យផ្លូវកៅស៊ូនិងអគារស្នាក់នៅរបស់កងកម្លាំងនគរបាលប្រចាំការនៅស្នងការនគរបាលផងដែរនេះគឺជាសមិទ្ធផលថ្មីសម្រាប់ស្នងការដ្ឋាននគរបាលខេត្តតាកែវរបស់យើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍តូម៉ែនលីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តនៅក្នុងព្រឹត្តិការណ៍នៃការផ្សែនក្រុងពាលីបញ្ចុះបឋមសិលានេះផងដែរយើងទទួលបានព័ត៌មានពីកងកម្លាំងនៅក្រោមអាវ៉ាតនៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានលាន់មាត់បន្តគ្នាថាពួកគាត់ពិតជារីករាយនៅក្នុងការដែលទទួលបានថ្នាក់ដឹកនាំដែលបានផ្ដល់នូវភាពកក់ក្ដៅសម្រាប់ពួកគាត់ជាពិសេសគឺកងកម្លាំងដែលនៅឆ្ងាយដែលគាត់មិនមានកន្លែងស្នាក់នៅហើយលំបាកនៅក្នុងការធ្វើដំណើរដូច្នេះគាត់មានឱកាសនៅក្នុងការដែលយើងប្រចាំការនៅក្នុងបរិវេណនៃស្នងការនេះហើយមានឱកាសក្នុងការការពារសណ្ដាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋសូមរំលឹកផងដែរថាកាលពីពេលថ្មីនេះរដ្ឋបាលខេត្តតាកែវក្រោមការដឹកនាំរបស់អាយដាមវ័យសំណាងអភិបាលនៃគណៈអភិបាលខេត្តលោកបានរៀបចំពិធីបុណ្យទន្លេនៅក្នុងនោះដោយមានការបើកពិធីបុណ្យទន្លេនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងអ្នកមុខអ្នកការនៅក្នុងរាជការទាំងអស់ដែលបានចូលរួមនៅក្នុងនោះសម្ដេចធិបតីក៏បានកោតសរសើរចំពោះការរៀបចំការពារសណ្ដាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យទន្លេនេះគឺបានធ្វើយ៉ាងល្អបានកោតសរសើរចំពោះការដឹកនាំនិងការរៀបចំរបស់កងកម្លាំងនៅក្នុងទឹកដីនៃខេត្តតាកែវនៅក្នុងពិធីបុណ្យទន្លេ